សុំទោសយាយប៉ៃយូខ្វៃនេះជារបស់ដែលអ្នកស្រមៃចង់បានយាយហ្វេងពេលនេះឯងគ្រាន់តែជាមនុស្សអត់ប្រយោជន៍បេះវាទៅអត់ប្រយោជន៍ទេគេសំបីតែគ្មានសិទ្ធិធ្វើជាមនុស្សអត់ប្រយោជន៍ផងពួកយើងបោះគេចូលរួមភ្នំព្រាយសិនយូខ្វៃចៅមីងជើទោះជាខ្ញុំស្លាប់ក៏ត្រូវតែឲ្យពួកឯងសងបំណុលឈាមនេះដែរស្មានមិនដល់ថាបិច្ឆាញាតរបស់អញត្រូវធ្លាក់ខ្លួនដល់ស្ថានភាពដ៏កំសត់បែបនេះតើអ្នកជាប្រុសណាក្មេងតូចចង់សងសឹកទេចង់ជន់ឈ្លីមនុស្សដែលធ្លាប់មើលងាយអញនៅក្រោមជើងទេចង់ឲ្យតែអាចសងសឹកបានខ្ញុំព្រមបង់ថ្លៃគ្រប់យ៉ាងល្អអញ្ចឹងចៅចូលទទួលយកការហាមឃាត់នេះហើយសម្រេចមហាយុទ្ធពិធីលេបត្របាក់មេឃលេបត្របាក់មេឃត្រាចពតស៊ីប្រលឹងវិជាគុណដ៏អស្ចារ្យកម្លាំងនៃប្រលឹងខ្មោចទាំងនេះคล้ายជាធម្មពលប្រលឹងរបស់ខ្ញុំទាំងអស់សិនយូខ្វៃពួកឯងកោះឆ្អឹងខ្ញុំដើម្បីផ្ដាច់ផ្លូវខ្ញុំឬពួកឯងមិនដឹងទេថាខ្លួនឯងបានដោះលែងបិសាចប្រភេទណាមកនៅមិនទាន់គ្រប់គ្រាន់ទេកម្លាំងប៉ុណ្ណេះមិនទាន់អាចកំទេចបាក់ឈីងយុនបានទេបាក់ឈីងយុនបង្កើតឆ្អឹងព្រះនិងកាយព្រះឡើងវិញវិជាលេបត្របាក់មេឃនេះពិតជាអស្ចារ្យមែនល្អយូខ្វៃនាងបានបញ្ចូលឆ្អឹងកម្ពុជារួចហើយពេលនេះសមត្ថភាពនាងខ្លាំងជាងយាយហ្វេងកាលពីមុនទៅទៀត3ថ្ងៃក្រោយរីកទូតដែនបរិសុទ្ធនឹងមកដល់នាងប្រកាសជាត្រូវជ្រើសរើសជាស្ត្រីបរិសុទ្ធអរគុណលោកមេបាក់យូខ្វៃអាវ៉ាសេះនោះឥឡូវបានក្លាយជាភេទនៅរូងភ្នំព្រាយហើយថ្ងៃមុខបាក់ឈីងយុននេះគឺជាពិភពលោករបស់យើងកុំនិយាយឈ្មោះមនុស្សស្លាប់នោះអីខ្ពើមណាស់យាយហ្វេងបានស្លាប់ហើយចាប់ពីថ្ងៃនេះទៅខ្ញុំឈ្មោះស៊ីវើសិនយូខ្វៃចៅមីងជើយកសពអាក្រក់របស់ពួកឯងចាប់ផ្ដើមហើយឈប់មនុស្សស្ទើរម្នាក់នឹងមកពីណាទីនេះជាទីសំខាន់នៃបាឈីងយុនចេញឲ្យធ្វើការងារកំពេចកំពប់ការងារកំពេចកំពប់មើលរាងកាយឈឺស្គមស្កាំងរបស់ឯងទៅសំបីតែឲ្យទៅលីលីមកក៏គ្មានអ្នកណាយកដែរគ្រប់គ្រាន់ទេចាត់ទុកថាឯងដឹងខុសត្រូវចូលទៅរីការនៅកន្លែងអ្នកធ្វើការនៅភ្នំខាងក្រោយគុំរត់ផ្ដេសផ្ដាស់ប្រយ័ត្នអញវិបាក់ជើងលឿនឡើងបើថ្ងៃនេះពុះឈើទឹកទាំងនេះមិនទាន់ទេគុំសង្ឃឹមបានហូបបាយអ្នកមកថ្មីឈ្មោះអីស៊ីវើឈ្មោះកាច់ណាស់តើទៅលីរ៉ែទីបនៅខាងនោះទៅខាំងជញ្ជូនមិនអស់ទេអញវិអញឲ្យងប់ទីនេះមានធម្មពលតិចតួចប៉ុន្តែស្ងប់ស្ងាត់ល្អសិនយូខ្វៃរងចាំខ្ញុំទំលុះដីនៃបាឈីងយុនចាំមើលថានាងមានឬអីទៀតធម្មពលនៅបន្ទប់អ្នកបម្រើខ្សោយពេកត្រូវតែទៅមើលចិត្តនេះទីនេះស្រាប់តែមានចលនាយន់សេវណូណាគ្រាន់តែដើរកាត់អាចដោះយន់ឃុំប្រលឹងរបស់បាក់ឈីងយុនបានឯងមិនមែនជាមនុស្សធម្មតាទេឯងជាមនុស្សដែលចាវឡៃធីងបញ្ជូនមកសម្លាប់ខ្ញុំមែនទេចាវឡៃធីងមិនទាន់មានសិទ្ធិមកបញ្ជាខ្ញុំទេម្យ៉ាងទៀតច្រវាក់ដែកនេះកំពុងលេបត្របាក់ខ្សែឈាមនាងនេះគឺតែឈាមស៊ីប្រលឹងចាវឡៃធីងចង់ប្រើវាដើម្បីរំលាយខ្សែឈាមហ្វូងស៊ុបរបស់ខ្ញុំខ្មាស់ដែលគេធ្វើជាមេគ្រូខ្សែឈាមហ្វូងស៊ុប
ុំប៉ះចូលវាក់ដែកនេះនឹងបូមយកthamពលឯងអស់ បូមយកខ្ញុំវាគ្មានសមត្ថភាពដល់ថ្នាក់នឹងទេខ្ញុំជួយជីវិតនាងជំពាក់គុណខ្ញុំមួយ តើឯងជានរណាពិតប្រាកដ Silver ប្រសិនបើឯងចង់សងសឹកបាក់ឈីងយុនខ្ញុំអាចជួយឯងបានខ្ញុំស្គាល់ផ្លូវសម្ងាត់ទៅឃ្លាំងទ្រព្យអបាក់ហើយស្គាល់ចំណុចខ្សោយរបស់ចាវឡៃធីងទៀតហេតុអ្វីជួយខ្ញុំព្រោះតែខ្ញុំក៏ស្អប់ពួកវាដែរ Silver ណៃណាអាពូជអាក្រក់នោះរត់ទៅណាហើយរ៉ៃដែលអញឲ្យវីលីហេតុអ្វីតិចជាងមុនពាក់កណ្ដាលបែបនេះមេកាវាងរកខ្ញុំមានការអីល្អណាស់អា Silver ហ៊ានលួចខ្ជិលផងប្រយ័ត្នអញវីក្បាលឆ្កែឯងឲ្យបែកស្វែងរកសេចក្តីស្លាប់វាមិនអាចទៅរួចទេទីនេះជាកន្លែងធ្វើការថ្នាក់ទាបតើធម្មពលរបស់ឯងកំពុងធ្វើស្អីមានគេសម្លាប់មនុស្សមេកាវាងស្លាប់ហើយអ្នកណាឃើញគ្មានអ្នកណាឃើញទេមេកាវាងផ្លាត់ជើងធ្លាក់ជ្រុះនៅភ្នំខាងក្រោយទេចាត់ទុកថាឯងឆ្លាតការប្រែប្រួលជាន់នៅតែយឺតពេកសិនយូខ្វាយពេលនេះមានឆ្អឹងកំពូលជួយជ្រោមជ្រែងកម្រិតបានចិត្តទម្លុះដល់ថ្នាក់ខ្ពស់នៃឋានសមុទ្រស៊ូកហើយមើលទៅត្រូវតែទៅដណ្ដើមយករតនវត្ថុរបស់នាងឯងនិយាយថាឲ្យតែបានបញ្ចូលឆ្អឹងកំពូលពេលនេះពិតជារតនវត្ថុរបស់បាក់យើងមែនប្រកាសហើយលឺថាធ្វើឲ្យផ្អើលដល់រីកទូតថ្នាក់លើទៀតផងស្មៅពាន់ឆ្នាំស្មៅលៀងចិត្តផ្សិតទឹកស្លឹក9ចាវឡៃធីងចំណាយដើមទុនច្រើនមែនឆ្នាំក្របហ៊ុនធានបែកទៅសមុទ្រធម្មពលស្ងប់ស្ងាត់ពេលនេះខ្ញុំមានអានុភាពខ្លាំងជាងមុនទៅទៀតរកឃើញហើយស្ដាយណាស់យឺតពេលហើយអ្នកណាធ្វើតើអ្នកណាធ្វើនេះជាឱសថទិព្វសម្រាប់យូខ្វៃបង្កើតគ្រឹះលោកមេបាក់យូខ្វៃសន្លប់មិនដឹងខ្លួនយន់សេវនៅល្អទេនេះដូចជាជួបខ្មោចអញ្ចឹងឆែកឆេរម្ដងម្នាក់ឲ្យអស់ជាពិសេសពួកអ្នកធ្វើការថ្នាក់ទាបមិនត្រូវរំលងម្នាក់ណាឡើយមានរកឃើញមនុស្សគួរឲ្យសង្ស័យទេរីកា Silver យប់មិញគេមិននៅបន្ទប់រហូតហើយកម្រិតរបស់គេកើនឡើងលឿនណាស់ប្រកាសជាគេលួចឱសថទិព្វហើយគ្មានទេយប់មិញខ្ញុំនៅលីរ៉ែនៅភ្នំខាងក្រោយដោយសារហត់ពេកក៏ដេកលក់ទៅឆ្កែពោខ្លួនវាខ្ញុំឃើញឪកៅយប់មិញដើរលុបទៅទីដែលខ្លាំងខ្លាំងនៅក្នុងទ្រូងមានលក្ខរបស់ភ្លឺទៀតឯងនិយាយផ្ដេសផ្ដាស់ដកចេញមិនក៏អាចទៅរួចខ្ញុំអត់មានទេនេះមិនមែនជារបស់ខ្ញុំទេមានទាំងសាក់សីនិងភស្តុតាងពួកយើងអូសវាទៅក្រៅរកវិធីធ្វើទារុណកម្មវាលោកមេបាក់លើកលែងទោសផង Silver ឯងធ្វើបាបអញនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយេហ្វេងពេលនេះឯងចង់ប្រកួតប្រជែងជាមួយបាក់ទាំងមូលមែនទេការការពាររបស់បាក់ឈីងយុននៅក្នុងភ្នែកខ្ញុំគ្មានន័យអ្វីទាំងអស់ Silver តើឯងជានរណា
វាជាគុណលេបរបស់អ្វីគ្រប់យ៉ាងបែបនេះមិនមែនជាមនុស្សគ្មានឈ្មោះទេនាងគិតថាខ្ញុំជានរណាឬមួយគឺយាយហ្វេងមែនឯងជាកំពូលអ្នកខ្លាំងដែលត្រូវគេគាស់ឆ្អឹងកំពូល